ប្រពៃណីរបស់ខ្មែរស្ត្រីនេះមានក្រិតមានវិន័យល្អណាស់ត្រឹមត្រូវជាស្ត្រីហ្នឹងព្រោះក្នុងពុទ្ធសាសនាថាស្ត្រីនឹងជាម្ដាយពិភពលោកជាមេត្តាពិភពលោកមនុស្សនៅក្នុងពិភពលោកត្រូវតែនៅក្នុងពោះមនុស្សស្រីសំបីព្រះសម្មាសម្ពុទ្ធក៏កើតពីមនុស្សស្រីដែរបានថាស្ត្រីជាមេត្តាពិភពលោកបើអញ្ចឹងត្រូវថែរក្សាក្រិតរបស់ខ្លួនជាស្រីឲ្យប្រពៃមិនត្រូវបោះបង់ក្រិតវិន័យខ្លួនចោលទេបើតបោះបង់ក្រិតវិន័យចោលគឺលាក់ទៅក្នុងលក្ខណៈថោកទាបអាត្មាសម្ដែងមិនខាងដើមតែក្រិតនៅស្រីវិន័យនៅសង្ឃលោកសង្ឃតែបង់វិន័យថោកទាបឯងមនុស្សស្រីតែបង់ក្រិតគឺថោកទាបឯងអញ្ចឹងណាបុរាណបណ្ឌិតបុរាណលោកហាមទៀតស្ត្រីជាអ្នកបន្តវង្សគួរផ្ដល់អត្ថភាពឲ្យសុខសាន្តកុំធ្វើខ្លួនដោយដេរឆានដល់លក់ដូរប្រានខូចពុងស្ពងសាគេណាលោកហាមនេះស្ត្រីហ្នឹងអានេះស្ដាប់ទាំងអស់គ្នាទាំងស្រីទាំងប្រុសហ្នឹងឯងកុំប៉ះពាល់គ្នាអីឲ្យខុសប្រវេណីត្រូវគោរពប្រវេណីសង្គ្រោះទី4របស់ម៉ែឪមកលើកូនប្រុសស្រីគឺត្រូវរកគូសកលឲ្យកូនបើពុតលំមិនអនុញ្ញាតឲ្យកូនស្រីស្រីយុវវ័យដើររកគូខ្លួនឯងទេមិនបានប្រពន្ធលោកហាមថាលោកបិទសិទ្ធិសេរីយើងណាតែមិនដែលយល់យ៉ាងក៏ខុសទៀតព្រះអង្គយល់ថាយុវវ័យវាមើលតែមួយជ្រុងនេះអត់មានមើលគ្រប់ជ្រុងនេះឲ្យតែឃើញរូបរាងល្អស្អាតសមរម្យមើលមិនទើដល់ល្អដោយទេពអប្សរល្អដោយអប្សរនឹងភាសាសំស្ក្រឹតភាសាសំស្ក្រឹតថាអប្សរៈខ្មែរយកសំស្ក្រឹតមកប្រើថាអប្សរប្រែជាខ្មែរពីអប្សរមកខ្មែរពីថានារីនោះមានលំអមើលមិនទើមើលសក់ល្អសក់មើលមុខល្អមុខមើលច្រមុះល្អច្រមុះមើលមាត់ល្អមាត់មើលតាណាក៏ល្អដែរគេហៅថាអប្សរឬគេថាទេពអប្សរវាល្អប្រហែលនឹងស្រីទេវតាអានេះណាថាមើលឃើញហើយចាប់ចិត្តហើយអត់បានមើលគ្រប់ជ្រុងទេបើមេត្តាបិតាលោកមើលគ្រប់ជ្រុងមើលចរិយាមេរយាទនារីនោះហើយមើលចំណេះចេះដឹងការវាំងវៃលោកមើលសោលោកសម្លឹងដល់លោកពូជម៉ែឪពូជពងវង្សាតែពូជជាអ្នកសប្បុរសល្អត្រឹមត្រូវម៉េចលោកមើលគ្រប់ជ្រុងបានជាព្រះសម្មាសម្ពុទ្ធមិនអនុញ្ញាតឲ្យយុវវ័យដល់រកគូសកលខ្លួនឯងនេះមកត្រឹមត្រូវប៉ុណ្ណានេះកុំថាពុទ្ធលោកបាត់សិទ្ធណាខ្លួនអត់ទេដូចជាអាយុមនុស្សអ្នកបច្ចឹមប្រទេសគេសន្មតថាមនុស្សអាយុ8ដល់10ពេញវ័យទាំងស្រីទាំងប្រុសមានសិទ្ធធ្វើអីបានទាំងអស់ឥតមានម៉ែឪណាមកឃុំក្រងបានទេអាយុ8ដល់10តែព្រះសម្មាសម្ពុទ្ធលោកមិនទទួលយកទេអាយុ8ដល់លោកក៏មរណមុនអ្នកបច្ចេកទេសថាមនុស្សតើអាយុ20គាត់បានពេញជាបុរសជាស្ត្រីពេញកំឡោះពេញកំមុំឥឡូវយើងគិតមើលមកមនុស្សអាយុ20ដល់8អ្នកណាចេះដឹងជាងពុទ្ធលោកកំណត់ថា20បានហៅកំឡោះកំមុំអ្នកបច្ចេកទេសគេថា18កំមុំកំឡោះហើយយើងសិក្សាទីព្រាបមកណាត្រឹមត្រូវជាងបើសម្រាប់អាត្មាទទួលយកតាមព្រះសម្មាសម្ពុទ្ធហើយលោកតាអាយុ20ចេះដឹងជាង18និយាយនេះមិនមែនសារខ្លួនឯងអ្នកគោរពពុទ្ធសាសនាចេះតែការពារលើកជើងប្រពន្ធមិនមែនទេឥឡូវយើងឆ្លោះបញ្ចាំងមើលទាំងអស់គ្នាណាម៉ែយាយអ្នកស្ដាប់ធើណា8ដល់ដល់20ណាដឹងក្តីជាងចាក់បណ្ដោយទៅដឹងណាចាក់ខ្សែបណ្ដោយទៅដឹងវាយអបស៊ីអោទៅដឹងញ៉េប៉ុណ្ណាអាស្រ័យនេះបានជាពុទ្ធលោកបញ្ញត្តិ
เนี่ยได้บวชក្នុងពុទ្ធសាសនាទៅអាយុ20បានបួសជាភិក្ខុបាននៅក្រោម20គេទុកជាកូនក្មេងទេពុទ្ធសាសនាណាឲ្យបួសនេនហ្នឹងព្រោះនេនសិក្ខាបទវាតែមិននៅបែបក្មេងលែកលក់នៅវាច្រើនឲ្យបួសដល់20បានពេញយកគិតមើលមកអ្នកណាល្អជាងនិយាយទៅឲ្យវែងឆ្ងាយណាស់ទៅទុកសិទ្ធឲ្យម៉ែឲ្យលោករោឲ្យគូសកលឥឡូវបង្រៀនពូអ្នករីនិយាយទៅចោលមានណាមួយគេមកសំស្រឡាញ់ហ្នឹងដល់បានទេហើយវាមិនលេងទេមានកន្លោះណាមកសំស្រឡាញ់សំស្រឡាញ់ថាបងអើយបងខ្ញុំមិនទាន់ទទួលការបងសំស្រឡាញ់បានទេព្រោះខ្ញុំមិនមែនជានារីកមុំឯកោទេខ្ញុំមានមេត្តាបិតាជាធំលើខ្ញុំគ្រប់គ្រងខ្ញុំព្រោះឪពុកម្ដាយខ្ញុំជាទេវតារសាខ្ញុំជាគ្រូបង្រៀនខ្ញុំជាព្រះព្រហ្មរសាខ្ញុំជាព្រះអរហន្តរបស់ខ្ញុំត្រូវបងអញ្ជើញទៅតាកតងតាមរយៈលោកឪពុកអ្នកម្ដាយខ្ញុំមិនអាចទទួលបងបានទេយល់ទេអីម៉ែហាឲ្យតម្លៃម៉ែឲ្យយើងណាថាបងទៅតាកតងនឹងអ្នកម្ដាយទៅចែកចង់គាត់ទៅបាច់ចែកចង់ខ្ញុំនេះតែបានទេហ៎ទៅចែកចង់អ្នកម្ដាយតែត្រូវទៅតាគិតឲ្យខ្ញុំទទួលហើយអានេះយើងឲ្យតម្លៃគោរពម៉ែឲ្យយើងហើយឲ្យប្រសំជាអ្នកកាន់ពុទ្ធសាសនានោះផងវិញម៉ែឪនឹងក៏អញ្ចឹងដែរកូនពេញរូបពេញរាងចិនតងគួរប្រាប់កូនប្រុសកូនស្រីពីរឿងអត់មានត្រូវរឿងអីលាក់ទេរឿងគូសកលប្តីប្រពន្ធញីឈ្មោលស្រីប្រុសនេះមិនមែនធ្វើថ្មីទេធ្វើចាស់មានតាំងពីយូរណាស់មកប៉ុន្តែថាធ្វើចាស់ណាឲ្យតែជីវិតមនុស្សមានមកគឺវាមានប្តីប្រពន្ធស្រីប្រុសញីឈ្មោលយ៉ាងឯងសំបីតែដើមឈើរុក្ខជាតិគេតែមានញីមានឈ្មោលដែរមិនតែមនុស្សទេអានឹងលោកហៅធម្មជាតិប្រព្រឹត្តមកបង្កើតមកអញ្ចឹងមិនព្រះបង្កើតទេអានឹងធម្មជាតិទេបង្កើតគ្មានព្រះណាបង្កើតមនុស្សទេសត្វធម្មជាតិទាំងអស់ពុទ្ធសាសនាដទៃគេថាព្រះបង្កើតតែពុទ្ធសាសនាពុទ្ធបដិសេធធម្មជាតិទេបង្កើតមនុស្សសត្វទាំងអស់ហ្នឹងអានឹងត្រូវបញ្យល់ប្រាប់កូនកុំឲ្យវាជ្រុលដំណើរស្ដាប់បានណាពីរឿងគូសង្សារតិតងនៅប៉ុនយើងនឹងម៉ែឪវិច្រានអើយវាមិនគួរនឹងនិយាយកូនវាមិនគួរអីស្ដីអាហ្នឹងឯងមកខុសប៉ុន្តែយើងគ្រូទី1របស់កូនណាពពាចាគ្រូត្រូវបង្រៀនត្រូវប្រាប់កូនអានឹងខុសពីកូនតែតែណាខុសពីម៉ែឪនឹងច្រើនព្រោះយើងលោកគ្រូបង្រៀនកូនអត់បង្រៀនកូនអីសោះថ្ងៃណាអាត្មាថានេះប្រយ័ត្នថាអាត្មាស្ដីឲ្យអាត្មាថាតាមពុទ្ធទេណាពុទ្ធថាម៉ែឪជាគ្រូទី1របស់កូនចុះបើយើងមិនបង្រៀនកូនផងណាកុំមកលើម៉ែឪឬក៏មកនៅលើកូនសម្រាប់អាត្មាមិនបន្ទោសកូនទេកូនក៏បន្ទោសបន្តិចបន្តួចបើអាត្មាបន្ទោសម៉ែឪតែច្រើនជាងអ្នកណាទៅបន្ទោសកូនអត់ត្រឹមត្រូវទេតែកូនជាងែងជាងាងខ្លះកូនខ្លះចលែមចលើមជាងែងជាងាងទៅគេឃើញកាំងយីអាក្មេងនេះគ្មានអីទេចលែមចលើមចឡំខានគ្មានគួសមអីតែទួយទៅជាអាក្មេងតែអាត្មាអត់ជាក្មេងណាមកជាម៉ែវាប្រម៉ែជាគ្រូបើម៉ែបង្រៀនល្អកូនមិនដឹងអញ្ចឹងណាបើខ្ញុំថាមែនអានេះហេតុផលតែមែនឆ្លាចាក់បណ្ដោយយករួចខ្លួនទៅអានេះថាអ្វីអែស៊ីអោហើយបើអាត្មាអត់ជេរកូនជេរតែយីម៉ែឪវាមិនចេះបដៅទេជេរម៉ែបើថាម៉ែក៏អត់ចេះបដៅអានឹងចឹង